11 ឆ្នាំមុនលោកសំរងស៊ីសរសេរលិខិតសំទោសសម្ដេចតេជោហ៊ុនសែនរឿងចោទប្រកាន់ថានៅពីក្រោយករណីបោកគ្រាប់បែកនៅមុខរដ្ឋសភាចាស់កាលពី11 ឆ្នាំមុនលោកសំរងស៊ីបានសរសេរលិខិតជូនសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីសំទោសចំពោះការចោទប្រកាន់សម្ដេចថាជាអ្នកនៅពីក្រោយចំពោះឃាតកម្មបោកគ្រាប់បែកនៅមុខរដ្ឋសភាចាស់កាលពីថ្ងៃទី30 ខែមីនា ឆ្នាំ 1997 នៅក្នុងលិខិតលោកសំរងស៊ីដែលចុះហត្ថលេខាកាលពីថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ 2006 បានសរសេរយ៉ាងដូចនេះថាខ្ញុំមានការសោកស្ដាយដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះសម្ដេចនាយករដ្ឋមន្ត្រីដូចជាការចោទប្រកាន់ថាសម្ដេចនាយករដ្ឋមន្ត្រីនៅពីក្រោយការគប់គ្រាប់បែកហ្វូងបាតកោថ្ងៃទី30 ខែមីនា ឆ្នាំ 1997 នៅមុខរដ្ឋសភាការចោទសម្ដេចនាយករដ្ឋមន្ត្រីថាប៉ុនប៉ងសម្លាប់អិសរាជជន 5 នាក់និងការចោទប្រកាន់មួយចំនួនទៀតមកលើសម្ដេចនាយករដ្ឋមន្ត្រីលោកសំរងស៊ីបានបញ្ជាក់ដោយសង្កត់ធ្ងន់ធ្ងរថាចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងផ្លាស់ប្ដូរអិរិយាបថរបស់ខ្ញុំដើម្បីបញ្ចប់បញ្ហាទាំងនោះហើយជៀសវាងមិនឲ្យបញ្ហាបែបនេះកើតមានឡើងទៀត